អត្ថប្រយោជន៍ដ៏មហិមារបស់ផ្លែត្រសក់ស្រូវផ្លែត្រសក់ស្រូវគឺជាផ្លែឈើម្យ៉ាងដែលផ្ដល់ផលប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពទីមួយទប់ស្កាត់បញ្ហាខ្សោះជាតិទឹកនៅក្នុងរាងកាយគ្រប់ចំណិតនៃផ្លែត្រសក់ស្រូវគឺមានផ្ទុកជាតិទឹកទៅដល់90%នេះហើយជាមូលហេតុដែលអ្នកគួរតែព្យាយាមទទួលទានផ្លែឈើនេះដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកនៅក្នុងរាងកាយក្រោយធ្វើលំហាត់ប្រាណឬខណៈពេលដែលស្ថិតក្រោមអាកាសធាតុក្តៅលើសពីនេះទៅទៀតត្រសក់ស្រូវគឺជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរទី2ជួយដល់ការរំលាយអាហារបើអ្នកមានបញ្ហារំលាយអាហារអ្នកអាចទទួលទានផ្លែត្រសក់ស្រូវជាប្រចាំថ្ងៃដើម្បីជួយសម្រួលដល់ចលនាពោះវៀនរបស់អ្នកឲ្យងាយស្រួលជាងមុនបានលក្ខណៈសម្បូរជាតិទឹករបស់ផ្លែត្រសក់ស្រូវធ្វើឲ្យមានផលល្អចំពោះការរំលាយអាហាររីឯសារធាតុខនិជដែលមាននៅក្នុងផ្លែត្រសក់ស្រូវអាចកាត់បន្ថយជាតិអាស៊ីតដែលតែងតែបង្កការលំបាកដល់ការរំលាយអាហារផងដែរទី3បង្កើនថាមពលផ្លែត្រសក់ស្រូវសម្បូរទៅដោយវីតាមីន B ដែលជាវីតាមីនដ៏សំខាន់សម្រាប់រាងកាយរបស់អ្នកនៅក្នុងការផលិតថាមពលរីឯវីតាមីន B ត្រូវការដើម្បីដំណើរការស្ករនិងកាបូអ៊ីដ្រាតដូច្នេះការទទួលទានត្រសក់ស្រូវនឹងអាចផ្ដល់ថាមពលដល់រាងកាយបានទី4កាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាមនេះក៏ព្រោះតែត្រសក់ស្រូវគឺជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានឥទ្ធិពលជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាមនៅក្នុងរាងកាយកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាមនិងបញ្ហាបេះដូងផ្សេងៗទី5ធ្វើឲ្យសុខភាពស្បែកប្រសើរឡើងត្រសក់ស្រូវអាចធ្វើឲ្យស្បែករបស់លោកអ្នកអស្ចារ្យផងដែរវាផ្ទុកទៅដោយសារធាតុ collagen ដែលធ្វើឲ្យស្បែកតឹងណែននិងការពារកុំឲ្យស្ងួតផ្លែឈើដែលសម្បូរវីតាមីន C ក៏ជួយជំរុញឲ្យស្បែកមានពន្លឺធម្មជាតិផងដែរដូច្នេះត្រូវប្រាកដថាលោកអ្នកអាចបន្ថែមផ្លែត្រសក់នៅក្នុងរបបអាហាររបស់លោកអ្នក